បាទសួស្តីបងប្អូនតើឥឡូវយើងមើលព័ត៌មានតកតងអ៊ីរ៉ង់តិចអាចកម្បាំងនៅពីក្រោយការធ្វើឃាតមេដឹកនាំកម្ពុជារ៉ង់អាលីខាមេនីតើអ៊ីស្រាអែលនិងអាមេរិកដឹងទីតាំងសម្ងាត់ដោយរបៀបណាការវិប្រហារតាមអាកាសដ៏ជាក់លាក់ទៅលើទីបញ្ជាការដ្ឋានក្រោមដីក្នុងទីក្រុងទីអារ៉ង់ដែលបណ្ដាលឲ្យលោកអាយ៉ាតូឡាអាលីខាមេនីមេដឹកនាំកម្ពុជារបស់អ៊ីរ៉ង់ស្លាប់បានបង្កជាសំណួរដ៏ធំមួយដល់ពិភពលោកថាតើភ្នាក់ងារសម្ងាត់អ៊ីស្រាអែលនិងសហរដ្ឋអាមេរិកអាចដឹងពីទីតាំងប្រជុំសម្ងាត់បំផុតនោះដោយរបៀបណាយោងតាមប្រភពសារព័ត៌មានបរទេសដែលបានចុះផ្សាយកាលពីថ្ងៃច័ន្ទទី2ខែមីនាឆ្នាំ2026នេះក្រុមអ្នកវិភាគភូមិសាស្ត្រនយោបាយបានបង្ហាញនៅកតាកន្លឹះចំនួន3ដែលជាចំណុចខ្សោយដ៏ធំរបស់អ៊ីរ៉ង់ទី1បណ្ដាញបង្កប់ខ្លួនក្នុងជួរកងកម្លាំងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ IRGC កត្តាដែលគួរឲ្យកត់សម្គាល់បំផុតនោះគឺវត្តមានរបស់ខ្មាំងក្នុងផ្ទះឬភ្នាក់ងារបង្កប់ខ្លួនកម្រិតខ្ពស់នៅក្នុងជួរកងកម្លាំងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ IRGC យោងតាមរបាយការណ៍វិភាគដែលបានចុះផ្សាយដោយសារព័ត៌មានខាងលើទីភ្នាក់ងារទាំងនេះបានប្រើប្រាស់បច្ចេកវិទ្យា GPS tracking ដើម្បីបញ្ជូនសញ្ញាបញ្ជាក់ទីតាំងយ៉ាងច្បាស់លាស់ពីខាងក្នុងអគារបញ្ជាការដ្ឋានក្រោមដីនេះមានន័យថានៅពេលលោកខាមេនីឈានជើងចុះក្នុងបន្ទប់ប្រជុំសញ្ញាបញ្ជាក់អត្តសញ្ញាណត្រូវបានបញ្ជូនទៅកាន់អ៊ីស្រាអែលភ្លាមៗតាមពេលវេលាជាក់ស្ដែងដើម្បីបញ្ជាក់ថាគោលដៅពិតជាស្ថិតនៅទីនោះមែនទី2បច្ចេកវិទ្យា AI និងទម្លាប់រស់នៅប្រចាំថ្ងៃទោះបីជាមេដឹកនាំកម្ពុជារ៉ង់ត្រូវបានគេដឹងថាមិនដែលប្រើប្រាស់ទូរស័ព្ទដៃដើម្បីជៀសវាងការលួចស្ដាប់ក៏ដោយប៉ុន្តែអង្គភាពចារកម្មអ៊ីស្រាអែលមូសាដនិងអង្គភាពយូនីត8200បានប្រើប្រាស់ប្រព័ន្ធបញ្ញាសិប្បនិម្មិត AI ដើម្បីវិភាគលើទម្លាប់រស់នៅប្រចាំថ្ងៃរបស់មនុស្សជំនិតនិងក្បួនរថយន្តហែហោមយោងតាមប្រភពពី Reuters ដែលធ្លាប់បានចុះផ្សាយអំពីប្រតិបត្តិការស្រដៀងគ្នាកាលពីមុនប្រព័ន្ធផ្កាយរណបដែលមានកម្រិតច្បាស់ខ្ពស់បានតាមដានរាល់ចលនាខុសប្លែកពីធម្មតា24ម៉ោងលើ24ម៉ោងដែលអនុញ្ញាតឲ្យគេដឹងពីទីតាំងគោលដៅទោះបីជាគ្មានសញ្ញាទូរស័ព្ទក៏ដោយទី3ការជ្រៀតចូលក្នុងប្រព័ន្ធបណ្ដាញខ្សែកាបអុបទិកក្រោមដីចំណុចដែលមិនគួរឲ្យជឿនោះគឺសមត្ថភាពរបស់អ៊ីស្រាអែលក្នុងការលួចចូល hack នៅក្នុងប្រព័ន្ធបណ្ដាញទំនាក់ទំនងខ្សែកាបអុបទិក Fiber Optic ដែលតភ្ជាប់ទៅកាន់លេនដ្ឋានក្រោមដីការជ្រៀតចូលនេះធ្វើឲ្យពួកគេដឹងពីតារាងពេលវេលានៃការប្រជុំមុនពេលចាប់ផ្ដើមវាទៅទៀតហើយថែមទាំងដឹងច្បាស់ថាបន្ទប់មួយណានៅក្នុងអគារគឺជាបន្ទប់ប្រជុំយុទ្ធសាស្ត្រចម្បងពាក់ព័ន្ធនឹងបច្ចេកវិទ្យាដ៏ទំនើបនេះលោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះបានបញ្ជាក់តាមរយៈបណ្ដាញសង្គមរបស់លោកថាសមត្ថភាពយោធានិងចារកម្មរបស់សម្ព័ន្ធមិត្តគឺលើសពីការស្មានព្រឹត្តិការណ៍នេះមានលក្ខណៈស្រដៀងគ្នាទៅនឹងប្រតិបត្តិការកាលពីឆ្នាំ2020នៅពេលដែលសហរដ្ឋអាមេរិកបានប្រើប្រាស់ដ្រូនវាយប្រហារចំគោលដៅលើលោក Qasem Soleimani ក្រោយពីដឹងចលនារបស់លោកតាមរយៈភ្នាក់ងារសម្ងាត់បងប្អូនជួយ follow ជួយ like ជួយ comment បន្ត subscribe បងប្អូនអរគុណ